ឆាស្ងោររាល់ថ្ងៃតែកនេះគឺយើងមកដូររសជាតិម្ដងបងប្អូនចាថ្ងៃដែរគឺយើងជំនាញជាមួយសាលាប្រហើងបងប្អូនសាលាប្រហើយើងគឺចម្រោះបន្លែច្រើនមែនទែនបងប្អូនចាសិតតែបន្លែបៃតងបងប្អូនអើយចាតំណងមែនទែនចាមើលតែវីដេអូនេះដឹងតែតំណងយ៉ាងណាហើយបងប្អូនចាថាបន្លែបៃតងយើងមានអីខ្លះចាលើពុកម៉ែបងប្អូនចាំទស្សនាទាំងអស់គ្នាចាគ្រឿងក្រូចយើងដំបូងមានគល់ស្លឹកគ្រៃមានប្រហុកខ្ទឹមសប៊ីចេងចាហើយមានជាមួយនឹងល្ពៅរនោងផ្សិតចំបើងបងប្អូនក្តាប់អាលើចាជាមួយនឹងផ្ទីជាមួយនឹងស្លឹកងប់ចាយើងមានជាមួយនឹងស្លឹកបាសចាយើងលាយចម្រុះគ្នាមកបងប្អូនចាមានជាមួយនឹងស្លឹកព្រែកមានជាមួយនឹងអន្ត្រីអណ្ដែងអាំងហ្នឹងបងប្អូនចាត្រីអណ្ដែងអាំងគឺយើងទិញគេស្រេចបងប្អូនមួយតែ4000ទេចាស្លឹកព្រែកគឺយើងបេះផ្សំចូលគ្នាតែម្ដងចាហើយបន្ទាប់ទៀតមកតាមដានពីរបៀបធ្វើបងប្អូនចាទឹកសម្លយើងចាប់ផ្ដើមពុះក្តៅហើយគឺនាងខ្ញុំចាក់ជាមួយនឹងប្រហុកគល់ស្លឹកគ្រៃខ្ទឹមសចូលមកចាស្ករប៊ីចេងអំបិលគឺចូលផ្សំគ្នាតែម្ដងនេះខ្ញុំចូលចិត្តផ្សំគ្រឿងចូលក្នុងចានហ្នឹងបងប្អូនចាហើយទឹកសម្លយើងពុះហើយគឺយើងដាក់លនោងល្ពៅជាមួយនឹងផ្សិតចូលមកក្តាប់ឥឡូវចូលមកចាដោយសារសម្លយើងនេះគឺងាយស្រួលបងប្អូនចាឥឡូវនេះទឹកសម្លយើងពុះហើយគឺជាតិពពុះវាឡើងលឿងបងប្អូនចាជាតិដែលខ្មៅចាវាពុះឡើងលឿងមកយើងចាប់ដើមដួសចោលមកចាដើម្បីឲ្យទឹកសម្លយើងនឹងថ្លាបានល្អចាយើងអត់បាក់គ្រុបអីទេចារសារសម្លយើងចាប់ដើមពុះហើយចាបងប្អូនផ្សិតយើង5គ្រាប់6គ្រាប់ទាំងប៉ុនឲ្យពុះជា2ចាហើយបន្ទាប់ទៀតក៏យើងចាប់ដើមមកដាក់គ្រឿងក្រូចបន្តគឺត្រីអាំងបងប្អូនត្រីអាំងយើងគឺគេអាំងឆ្អិនស្រេចហើយណាបងប្អូនចាគឺយើងចាប់ដើមដាក់ក៏យើងកូរមើលថាទឹកសម្លនិងបន្លែយើងវាល្មមឬក៏អត់បងប្អូនចាបន្ទាប់ទៀតមកចាយើងដាក់ត្រីពុះមកឆ្អិនហើយចាំយើងចាប់ដើមដាក់បន្លែបៃតងចាបន្លែបៃតងមានលើកផ្ទីលើកព្រែកចាជាមួយស្លឹកបាសស្លឹកងប់បងប្អូនសិតតែបន្លែបៃតងមានរសជាតិចាដាក់ទៅក៏កាន់តែជាតិទៀតបងប្អូនចានេះខ្ញុំចូលចិត្តបងប្អូនឲ្យស្លស្លឹកព្រែកស្លឹកអីលាយគ្នាចានេះចាប់ដើមដាក់ស្លឹកបន្លែបៃតងចូលហើយគឺយើងចាប់ដើមយើងយកវែកយើងមកកងបងប្អូនចាយើងត្រុបតិចមកចាផ្សារតែបន្លែនាងបងប្អូនចាគឺវាងាយនឹងផុយលឿនចាដោយសារតែយើងខ្ញុំដោយសារតែនាងខ្ញុំនឹងទុកបន្លែលពលលំផុយហើយគឺនាងខ្ញុំដាក់បន្លែមកគឺយើងពុះតែ2ពុះមកគឺនាងខ្ញុំចាប់ផ្ដើមលើកមកហូបតែម្ដងបងប្អូនលីងលាក់យកទៅមកដាក់ទៅណាបងប្អូនចាលីងលាក់គឺយើងបង់ក្រោយចានេះឥឡូវនេះយើងចាប់ផ្ដើមច្រត់ទឹកក្រមហើយបងប្អូនចាមើលតែទឹកសម្លាកពុះខ្ជូលចាយើងចាប់ផ្ដើមបង់ស្លឹកលីងលាក់ចូលចាអូយគេនេះគឺបន្លែបៃតងចាច្រើនមុខមែនទេបងប្អូនចាមើលតែខៀវក្នុងឆ្នាំងចាមើលតែសម្លាប្រហើយើងក៏ដឹងតែតំណងបងប្អូនញិចម្ទេសហិលបន្តិចមកអូយអយថាអូយតម្លងបងប្អូនចាអេមតម្លងបងប្អូនសុំសរសើរបងប្អូនអើយចាចូលចិត្តអាស្លាប្រហើនេះបងប្អូនចាឥឡូវនេះវីដេអូនាងខ្ញុំគឺចិត្តដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនចាជាចុងក្រោយនាងខ្ញុំក៏សូមអភ័យទោសខន្តីដល់ពុកម៉ែបងប្អូនចាដែលចូលចិត្តតាមដានវីដេអូរបស់នាងខ្ញុំមានកំហុសខុសឆ្គងយ៉ាងណាក៏សូមជួយអធិស្ឋានផងចាឥឡូវនាងបងប្អូនវីដេអូយើងដល់ទីបញ្ចប់ហើយចាជាចុងក្រោយនាងខ្ញុំក៏សូមអរគុណសូមជម្រាបលាចា